Ok, hello dân to video một tiết cứ cái này ní cứ dân đọt USBចូលមក USB នេះគឺជា USB ដែលយើងបានបញ្ចូលនៅboot កម្មវិធី Hiren ហ្នឹងណាបាទសម្រាប់ boot យើងជួយ password នេះដល់ចូលមកហើយពេលដែលយើងចុចឲ្យជាប់យើងដោតហើយចុចឲ្យជាប់យើងចុច F12 ឬក៏ F ដោយសារតែជាប្រភេទ HP អញ្ចឹង HP យើងចុចF9 បាទ Lenovo ពួកប្រភេទ DLA ចុច F12 អូខេតោះចុចជិះមកយើងទៅមើលរបស់យើងបាទខ្ញុំចង់ reset វាមានន័យថាខ្ញុំចង់ដោះវាដោយអត់ច្បាច់បាត់កម្មវិធីអត់បាត់អីទាំងអស់គឺខ្ញុំអត់ប្រើឈ្មោះ Windows ទេឈ្មោះ Windows វាអាចបាត់កម្មវិធីអីបាត់ទៀតអញ្ចឹងមានវិធីមួយដែលអាចជួយដល់គ្នាបានតោះឥឡូវខ្ញុំដោត USB flash ហើយអញ្ចឹងបងនេះចុច start ហើយត្រៀមចុច F12 ឬក៏ F9 តាមកុំព្យូទ័រមួយកុំព្យូទ័ររបស់អ្នកគ្នា keyboard ណា keyboard របស់អ្នកនៅទីម៉ានសារនេះម៉ាក HP វាអាចគឺវានៅ F9 ហើយ Dell ហើយនៅ Lenovo វានៅ F12 អូខេតោះខ្ញុំនិយាយ restart ហ្នឹងត្រៀមចុចតាមវាលុតសិនបាទលុតហើយអញ្ចឹងយើងចុចមកsorry ខ្ញុំចុច F9 បាទ F9 ជិះមក F9 ជិះបាទចុចចឹងមកអូខេឥឡូវវាលោតឲ្យហើយអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកUSB ដល់គ្នាមកលេខរបស់ខ្ញុំបាទអញ្ចឹងជ្រើសរើសយកវាមករបស់ខ្ញុំចុច enter អញ្ចឹងវានឹងលោតแบบនេះអូខេអញ្ចឹងចាំបន្តិចទៅខ្ញុំកាត់វាអូខេឥឡូវចេញហើយអញ្ចឹងចាំបន្តិចទៅបាទបងអាចអនុវត្តបានវាអត់ប្រមាថដែរតាមជាហ៊ានមួយដែលខ្ញុំបានប្រាប់លុតឆ្ងាយតែអញ្ចឹងវាពេញតម្រងแบบនេះទេបាទកាយអញ្ចឹងនេះហៅ Hiren boot CD PE Windows Store Hiren អូខេអញ្ចឹងវា reset password ទេបាទអត់ reset កម្មវិធីឬអត់ reset ភាពអីទេណាអូខេឥឡូវវាជាប់ទំរឹបឥឡូវជាប់បែបនេះបាទវាចេញបែបនេះបាទអញ្ចឹងបន្ទាប់ពីបងប្អូនដល់ដំណាក់កាលនេះហើយបាទអញ្ចឹងយើងមើលទៅកាន់កន្លែងនេះបាទតង់ក្រោយគេកន្លែងនេះបាទអញ្ចឹងយើងចុចលើប៊ូតុង start នេះមកបាទទៅមកបងប្អូនយកពាក្យថាបាទចុចលើពាក្យថាបាទ all program នេះបាទសាំចុចលើមកបាទបន្តមកបងប្អូនយកពាក្យ security បាទ security បន្តមកបងប្អូនយកពាក្យថាបាទ security sorry បាទបន្តមកយកពាក្យថា password បាទពាក្យ password បន្តមកយកពាក្យថា window បាទនេះ window login and locker ចុចលើវាមកឃើញអញ្ចឹងចាំបន្តិចបាទនឹងវា load ឲ្យបាទបងប្អូននឹងចេញតម្រងបែបនេះអូខេបន្តមកនេះឈ្មោះ
របស់យើងមិញដែលយើងលុប password CNAT នេះបាទវិធីសាស្ត្រនេះគឺយើងមិញគឺយើងជាប់ password មែនណាបាទអញ្ចឹងខ្ញុំត្រូវការដោះវាចេញបាទ reset វាចេញបាទអញ្ចឹងយើងចុច right click លើហ្នឹងមកបាទចុច right click បាទបន្ទាប់មកចុចលើពាក្យ reset password បាទពាក្យ reset password មកហើយគេសួរថាម៉េច this window like associated with reset the password transfer the account the local account អូខេអញ្ចឹងចុចអូខេបាទ user password reset អូខេមកបាទបាទអញ្ចឹងបន្ទាប់ពីយើងធ្វើហើយយើងចុចចេញមកបាទបាទបងប្អូនចុចចេញមកទេតោះស្វែងមកចុចកន្លែងនេះចុចពាក្យថា restart now យើងដកផ្លាស់យើងបាទ start ដោះចេញបាទអូខេឥឡូវយើងប៉ះមកសិនមកចុចមើលបាទនេះបាទយើងជោគជ័យហើយបាទគឺវា reset password អូខេអញ្ចឹងចុច sign in មកអូខេឃើញទេបាទគឺវា reset password ឲ្យហើយបាទអញ្ចឹងយើងវីដេអូហ្នឹងគឺជោគជ័យហើយបាទអ្នកនរគ្នាអាចធ្វើតាមមួយជំហានទៅមួយជំហានតាមរបៀបដែលខ្ញុំបានណែនាំប្រាប់អញ្ចឹងសូមអរគុណច្រើនសូមបងប្អូនចុច subscribe ផងដើម្បីលើកទឹកចិត្តខ្ញុំបាទការបន្តវីដេអូទៅមុខទៀតនិងវីដេអូចែករំលែកចំណេះដឹងថ្មីៗជាច្រើនទៀតអរគុណក៏សូមជម្រាបសួរសូមជម្រាបលាបងប្អូនតែត្រឹមហ្នឹងហើយលឺលួសឬសូមអធិស្ឋានផងបាទអរគុណបាទជម្រាបលា